សូមជូនរឿងកូនទន្សាយនិងក្រពើហាហាហាមានកូនទន្សាយមួយឈ្មោះសុភាកំពុងឈរមើលទៅម្ខាងទៀតនៃបឹងទន្លេសាបវាកំពុងតែឃ្លានស្វាយទុំដែលមានពណ៌មាសពេញព្រៃប៉ុន្តែទន្លេនេះធំណាស់សុភាមិនអាចហែលទឹកបានទេវាបានឃើញក្រពើយាមនៅទីនោះសុភាបានបង្កើតផែនការមួយវាបានស្រែកប្រាប់ក្រពើថាស្ដេចបានបញ្ជាឲ្យវារាប់ចំនួនក្រពើក៏ព្រមតាមវាបានហៅមិត្តភក្តិវាទាំងអស់ឲ្យមកជួរកាត់ទន្លេសុភាចាប់ផ្ដើមលោតវាលោតពីក្បាលក្រពើមួយទៅមួយទៀតសុភាបានមកដល់ត្រួយម្ខាងប៉ុន្តែវាបានដឹងថាវាបានភ្លេចកាបូបរបស់វាបានតាមវាប៉ុន្តែក្រពើក៏បានឈឺចុកចាប់យ៉ាងខ្លាំងព្រោះវាមានបន្លាធំមួយជួបនឹងជើងរបស់វាសុភាមិនបានសូវចំអកទេវាបានជួយដកបន្លាចេញពីជើងក្រពើក៏សប្បាយចិត្តវាបាននាំសុភាត្រឡប់ទៅផ្ទះវិញពួកគេបានចែករំលែកស្វាយជាមួយគ្នាមិត្តភាពរបស់ពួកគេបានកើតចេញពីសេចក្តីសប្បុរស